បាទសួស្តីបងប្អូនបាទថ្ងៃនេះប្រឡាក់ឆ្អឹងតនីគោម្ដងបងប្អូនបាទឆ្អឹងតនីដែលគេចលេះចោលបងប្អូនអូយកមកប្រឡាក់ជាមួយនឹងអំបិលម្ទេសឆ្ងាញ់ណាស់បងប្អូនបាទនៅប្រឡាក់លើកទី2ទី3បងប្អូនបាទម្ទេសឬស្ទើតិចឲ្យកូនបុកអំបិលម្ទេសបងប្អូនបាទដាក់អំបិលម្ទេសចឹងមកបាទឲ្យយើងឬស្គរពេកតិចមកបានបងប្អូនព្រោះគឺបុកនេះវាមានអំបិលមានស្ករមានប៊ីចេងលាយគ្នាហើយបាទម្ទេសស្ទើតិចបងប្អូនបាទខ្ញុំក៏ថែមទឹកស៊ីអ៊ីវតិចដែរបងប្អូនបាទទឹកស៊ីអ៊ីវតិចប្រេងខ្យងតិចមកបាទច្បល់វាស្កប់ឲ្យផ្អាប់ពេលយកមកអាំងបងប្អូនអូនេះតំណងហើយបងប្អូននេះអូនេះបងប្អូនមើលអាំងហើយនេះនិយាយជាតិណាស់បងប្អូនហឹលតិចបងប្អូនបាទរកជាអីមកដបឲ្យមកបងប្អូនណាស់បងប្អូនអើយជាតិណាស់នេះបាទឆ្អឹងជំនីគោបងប្អូនអត់ងាយសូមអញ្ជើញមកចូលរួមមួយខ្ញុំបងប្អូនបាទអរគុណ